ជំរាបសួរពូមីងបងប្អូនទាំងអស់គ្នាចាអីគេនេះមើលទៅដូចបាញ់សុងចាម្យ៉ាងម្នាក់ជាមួយបាញ់សុងទេបងប្អូនគឺនំបញ្ចុកទឹកត្រីគ្រាន់តែដូរពីបាញ់សុងមកដាក់នំបញ្ចុកតែប៉ុណ្្នឹងឯងចានេះហើយគឺអាហារពេលព្រឹករបស់ខ្ញុំបងប្អូនមិនជាច្រើនណាស់ណាទេតែម្ដុំតូចប៉ុណ្្នឹងឆ្អែតហើយធ្វើមិនបានទ្របកាពះល្អអើយសែនល្អអាហារពេលព្រឹកគឺមិនដែលឲ្យខ្វះចន្លោះទេខុសតែម្យ៉ាងនឹងគុតគឺខុសត្រង់ថាដាក់ម្ទេសឡើងកាពះស្រែកចាច់ហ្មងបងប្អូនចាហើយនំបញ្ចុកទឹកត្រីនេះគឺអត់ទាន់មាននៅក្នុង menu របស់ app ណាមួយទេបងប្អូនគឺខ្ញុំលក់តាម3 app Food Panda Wing ហើយនិង Grab ចាអញ្ចឹងអត់ទាន់មានទេបងប្អូនចង់ពិសាអាចកំងជាបាញ់សុងប៉ុន្តែ note ថាសុំដូរយកនំបញ្ចុកទឹកត្រីបានណាបងប្អូនបើសិនជាចង់ពិសាហើយអ្នកលក់នេះគឺការងារមិនតិចមុខទេបញ្ញាប់ណាស់ញ៉ាំអញ្ចឹងជួនកាលបងប្អូនកំងអញ្ចឹងរត់ទៅដាក់ឲ្យបងប្អូនសិនហើយព្រោះគេមានម៉ោងកំណត់គេអញ្ចឹងយើងអាចទុកពជាពេលបានទេបងប្អូនហើយក៏សូមអភ័យទោសផងដែរប្រសិនបើមានការយឺតយ៉ាវក្នុងការវេចខ្ចប់ព្រោះជួនកាលពី3 order ជាន់គ្នាមួយ order ក៏មិនមួយចានដែរបងប្អូនជួនកាលមួយចានជួនកាលពីរ3ចានជួនកាលលើសនឹងអញ្ចឹងណាចាអញ្ចឹងក៏សូមអភ័យទោសដោយសារតែអ្នកលក់នេះការងារច្រើនអញ្ចឹងហើយបានភាកច្រើនជំរុញបងប្អូនទៅកំងនៅតាម app ចាបើសិនជាបងប្អូនអញ្ជើញមកដល់ផ្ទះក៏អត់អីដែរគឺស្វាគមន៍ជានិច្ចហើយផ្ទះខ្ញុំនំបញ្ចុកស្រស់នេះគឺបើកលក់រយៈពេល4ឆ្នាំជាងហើយបងប្អូនក៏ទៅពេលវេលាពិតជាលឿនមែនតែនចាក៏ហើយផ្ទះខ្ញុំនំបញ្ចុកស្រស់អត់ទាន់បានអាប់ដេតឲ្យរៀងពងពោះអីជាងនឹងដែរចាគឺថាលក្ខណៈថាការលក់លក្ខណៈសាមញ្ញលក្ខណៈគ្រួសារអញ្ចឹងហើយក៏មានបងប្អូនដែលគាត់ជួយគាំទ្រតាំងពីបើកលក់ដំបូងតាំងពីដាក់តុកអីនៅក្រោមដើមឈើរហូតដល់បានធ្វើជាដំបូលអីចឹងណាគឺគាត់នៅតែមកគាំទ្រនៅតែមកពិសារហូតហើយទៅសើនៅរសជាតិមុខម្ហូបខាងខ្ញុំចាហើយសូមអរគុណមែនតែនហើយអ្វីដែលខ្ញុំធ្វើជាពិសេសនោះគឺព្យាយាមថែរក្សាអតិថិជនចាស់ល្អហ្នឹងហើយចាបានពួកគាត់នឹងហើយដែលជួយទ្រទ្រង់រហូតមកនឹងឯងចាហើយមួយទៀតគឺបង្កើនអតិថិជនថ្មីហើយបើសិនជាមានខុសទាស់កន្លែងណាសូមបងប្អូនមេត្តាខន្តីអភ័យទោសគឺខ្ញុំមានតែព្យាយាមធ្វើម៉េចឲ្យកាន់តែល្អប្រសើរឡើងហើយក៏អត់មានអីដែរគឺមានតែពាក្យថាអរគុណច្រើនមែនទែនចំពោះបងប្អូនដែលតែងតែចូលចិត្តហើយនឹងគាំទ្រហើយជួយជាវកន្លងមកចាអរគុណមែនទែនបងប្អូន